ការពង្រឹងចំណងមិត្តភាពរបស់សាសនិកឥស្លាមក្រោយពីការកសាងវិហារដើម្បីប្រមូលផ្ដុំភាពស្និទ្ធស្នាលនឹងគ្នាព្យាការីបានពង្រឹងភាពស្និទ្ធស្នាលក្នុងចំណោមអ្នកកាន់សាសនាឥស្លាមរវាងអ្នកដែលភៀសខ្លួនពីទីក្រុងម៉ាកាសនិងក្រុមមូលដ្ឋាននៅទីក្រុងម៉ាឌីណាដែលធ្វើឲ្យពួកគេក្លាយជាបងប្អូននឹងគ្នាតាមរយៈការជួយគ្នានិងទទួលគេមរតកពីគ្នាទៅវិញទៅមកបើទោះបីជាពួកគេពុំមែនជាសាច់សាលោហិតនឹងគ្នាក្តីតែនៅពេលដែលសង្គ្រាមបាដិរមកដល់អល់ឡោះជាម្ចាស់បានបញ្ចុះឃ្លាមួយថាហើយក្រុមសាច់សាលោហិតរបស់ពួកគេមានសិទ្ធិទទួលមរតកពីគ្នាទៅវិញទៅមកស្របតាមក្រឹតច្បាប់របស់អល់ឡោះបានបញ្ចុះវគ្គខាងនេះមកដើម្បីបដិសេធការទទួលមរតកពីគ្នាទៅវិញទៅមកដែលគ្រាន់តែជាការសម្ដែងភេទរភាពនឹងគ្នាលើកលែងតែសាច់សាលោហិតប៉ុណ្ណោះដែលអាចមានសិទ្ធិទទួលមរតកពីគ្នាបានតែទោះជាយ៉ាងណាក្តីមនោសញ្ចេតនានិងការអាណិតស្រឡាញ់រវាងម្ចាស់ស្រុកនិងអ្នកចំណូលថ្មីបានផ្សារភ្ជាប់យ៉ាងរឹងមាំនៅក្នុងភេទរភាពនៅថ្ងៃមួយនៅពេលដែលលោកសាអាតកូនប្រុសអារ៉ូពិកដែលជាអ្នកស្រុកម៉ាឌីណាបាននិយាយទៅកាន់លោកអាប់ឌុលរ៉ហ្មានដែលបានភៀសខ្លួនពីទីក្រុងម៉ាកាសថានៅក្នុងទីក្រុងម៉ាឌីណានេះខ្ញុំជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេហេតុនេះខ្ញុំនឹងបែងចែកទ្រព្យសម្បត្តិរបស់ខ្ញុំជាពីរចំណែកហើយខ្ញុំមានប្រពន្ធ2នាក់សូមអ្នកមើលទៅកាន់អ្នកទាំងពីរចុះបើអ្នកចាប់អារម្មណ៍នឹងម្នាក់ណាជួយអ្នកប្រាប់ខ្ញុំចុះខ្ញុំនឹងលែងលះនាងហើយបើកាលណានាងផុតអ៊ីដាគឺការផុតរយៈពេលដែលច្បាប់ឲ្យរងចាំជួយអ្នករៀបការជាមួយនាងចុះក្រោយមកលោកអាប់ឌុលរ៉ហ្មានរ៉ាឌីយ៉ាឡោះវ៉ាន់ហ៊ូក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយអតីតភរិយាម្នាក់របស់លោកសាអាតដោយប្រគល់ប្រាក់ខាន់ស្លាទៅនាងចំនួនមាសមួយគ្រាប់លើសពីនោះពួកអ្នកទីក្រុងម៉ាឌីណាបាននិយាយទៅកាន់ព្យាការីថាសូមព្យាការីបានចាត់ចំការលម៉ារបស់ពួកយើងទៅឲ្យបងប្អូនរបស់យើងដែលមកពីទីក្រុងម៉ាកាសផងចុះរួចមកព្យាការីបានបដិសេធសំណើនេះហើយពួកទីក្រុងម៉ាឌីណាក៏បានពោលបន្តថាបើដូច្នេះសូមឲ្យពួកគេជាអ្នកចេញថវិការួចពួកយើងចូលហ៊ុនគ្នាចំពោះភោគផលនេះចុះរួចមកពួកអ្នកមកពីទីក្រុងម៉ាកាសក៏ឯកភាពចំពោះយោបល់នេះទាំងអស់នេះបង្ហាញឲ្យយើងឃើញពីការស្វាគមន៍យ៉ាងកក់ក្ដៅនិងស្មោះត្រង់របស់ក្រុមអនសោរចំពោះក្រុមចំណាក់ស្រុកដែលនេះគឺជាទឹកចិត្តនិងជាគុណូបការៈដ៏ធំធេងរបស់ម្ចាស់ទឹកដីនៅទីក្រុងម៉ាឌីណាក្រោយពីការអនុវត្តកិច្ចព្រមព្រៀងភេទរភាពរវាងបណ្ដាអ្នកមានជំនឿទាំងឡាយព្យាការីបានបន្តអនុវត្តកិច្ចព្រមព្រៀងដើម្បីការប្រើនៅរាល់អ្វីដែលមាននៅក្នុងសម័យកាលល្ងងខ្លៅដូចជាគំនុំគុំគួនទំនាស់កុលសម្ព័ន្ធការបែងចែកពូជសាសន៍និងពណ៌សម្បុរជាដើមដែលព្យាការីមិនបណ្ដោយឲ្យសហការីរបស់លោកដើរតាមទំនៀមទម្លាប់នៃសម័យកាលល្ងងខ្លៅឡើយហើយតទៅនេះគឺជាបណ្ដាខនៃកិច្ចព្រមព្រៀងដោយសង្ខេបនេះគឺជាព្រះរាជសារមួយច្បាប់ពីមូហាម៉ាត់ដែលជាអ្នកនាំសាររបស់អល់ឡោះជូនចំពោះពួកអ្នកមានជំនឿនិងពួកអ្នកអ៊ីស្លាមនៃពួកកូរ៉ាស់ពួកយ៉ាស្រីបនិងពួកដែលតាមពួកគេព្រមទាំងពួកអ្នកដែលតស៊ូរួមជាមួយពួកគេ1ពិតណាស់ពួកគេគឺជាប្រជាជាតិតែមួយ2កុលសម្ព័ន្ធនីមួយៗនៃក្រុមចំណាក់ស្រុកត្រូវលួសឆ្លើយសឹកប្រកបដោយភាពយុត្តិធម៌3ពួកអ្នកមានជំនឿមិនអាចបោះបង់បំណុលបានទេតែពួកគេត្រូវសងបំណុលនោះឲ្យបានត្រឹមត្រូវដោយការលួសជីវិត4អ្នកមានជំនឿត្រូវតែប្រឆាំងអ្នកដែលរំលោភបំពានអ្នកដែលការពារភាពអយុត្តិធម៌ឬអ្នកដែលបំផ្លាញមូស្លីមណាម្នាក់5អ្នកមានជំនឿត្រូវតែរួមដៃគ្នាប្រឆាំងទៅលើជនដែលរំលោភបំពានបើទោះបីជាជននោះជាកូនរបស់បុគ្គលណាមួយក៏ដោយ6អ្នកមានជំនឿមិនអាចសម្លាប់អ្នកមានជំនឿដូចគ្នាព្រោះតែអ្នកគ្មានជំនឿឡើយ7អ្នកមានជំនឿមិនអាចជួយឬសហការជាមួយអ្នកគ្មានជំនឿដើម្បីប្រយុទ្ធប្រឆាំងនឹងអ្នកមានជំនឿឡើយ8ច្បាប់របស់អល់ឡោះតែមួយគត់ធានាការពារពួកគេដោយស្មារតីគ្នា9ជនជាតិជីវីហ្វណាម្នាក់ដែលបានប្រតិបត្តិតាមយើងគឺគេនឹងទទួលបានជំនួយពីយើង10សន្តិភាពរបស់អ្នកអ៊ីស្លាមគឺតែមួយពុំមានអ្នកអ៊ីស្លាមខ្លះស្ថិតក្នុងសន្តិភាពហើយអ្នកផ្សេងទៀតស្ថិតនៅក្នុងសង្គ្រាមនៅក្នុងផ្លូវរបស់អល់ឡោះឡើយពោលគឺពួកគេស្ថិតនៅលើសមភាពនិងយុត្តិធម៌ស្មើគ្នា11អ្នកអ៊ីស្លាមទាំងអស់ត្រូវការពារគ្នានៅក្នុងសង្គ្រាមតាមផ្លូវអល់ឡោះ12មិនអនុញ្ញាតក្នុងការផ្ដល់ជំនួយផ្នែកទ្រព្យសម្បត្តិឬកម្លាំងដល់ពួកពហុទេពនិយមនៃពួកកូរ៉ាស់ឡើយហើយក៏មិនអាចការពារគេពីអ្នកអ៊ីស្លាមនោះដែរ13ជនណាដែលបានសម្លាប់អ្នកអ៊ីស្លាមដែលគ្មានកំហុសគឺត្រូវតែសម្លាប់ជននោះវិញដោយការសងសឹកលើកលែងតែអាណាព្យាបាលរបស់ជនរងគ្រោះអនុគ្រោះដល់គេ14បុគ្គលណាជួយឬសហការជាមួយឧក្រិដ្ឋជនបុគ្គលនោះនឹងត្រូវទទួលរងនូវការប្រតិបត្តិសានិងការខឹងសម្បារពីអល់ឡោះនាថ្ងៃបរលោកហើយគេនឹងមិនទទួលយកនូវការសារភាពកំហុសនិងការពិន័យពីបុគ្គលនោះឡើយ15ទោះបីជាពួកអ្នកមានការខ្វែងច្បល់គ្នាពីរឿងអ្វីក៏ដោយគឺពួកអ្នក
ត្រូវតែត្រឡប់រឿងនោះទៅរកអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដើម្បីដោះស្រាយបញ្ហាព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមបានបង្ហាត់បង្រៀនក្រុមសហការីអំពីសិលធម៌ក្តីមេត្តាករុណាចំពោះគ្នានិងការគោរពសក្ការៈអល់ឡោះជាម្ចាស់បុរសម្នាក់បានសួរព្យាការីថាអូអ្នកនាំសាររបស់អល់ឡោះតើអ៊ីស្លាមបែបណាដែលល្អប្រសើរបំផុតនោះព្យាការីបានឆ្លើយថាគឺអ្នកត្រូវបរិច្ចាគទានដល់ជនក្រីក្រនិងត្រូវពោលសាឡាមទៅកាន់អ្នកដែលបានស្គាល់និងមិនស្គាល់ក្តីលោកអាប់ឌុលឡោះគុណប្រោះសាឡាមបានពោលថានៅគ្រាដំបូងដែលខ្ញុំបានឃើញមុខរបស់ព្យាការីខ្ញុំដឹងយ៉ាងច្បាស់ថាមុខរបស់បរិសម្នាក់នេះពុំមែនជាមុខអ្នកកុហកបោកប្រាស់ឡើយប្រសាសន៍ដែលគាត់ចាប់ផ្ដើមដំបូងគេបង្អស់នោះគឺអស់មនុស្សលោកទាំងឡាយជួយពួកអ្នកពង្រឹងការសួរសុខទុក្ខគ្នាជួយពួកអ្នកបរិច្ចាគទានជួយពួកអ្នកចងសម្ព័ន្ធមេត្រីឲ្យបានជាប់ជាមួយនឹងសាច់សាលោហិតនិងចូលពួកអ្នកព្យាយាមថ្វាយបង្គំនៅពេលរាត្រីក្នុងពេលមនុស្សម្នាកំពុងសម្រានលងលក់នោះពួកអ្នកនឹងចូលឋានសួគ៌ដោយសុខសាន្តរួចមកលោកក៏មានប្រសាសន៍អប់រំទូន្មានដល់មនុស្សលោកជាបន្តបន្ទាប់ដូចតទៅមិនអាចចូលឋានសួគ៌បានទេចំពោះអ្នកដែលបង្កបញ្ហាដល់ញាតិជិតខាងនោះសាសនាអ៊ីស្លាមគឺជាអ្នកដែលសាសនាអ៊ីស្លាមទាំងឡាយទទួលបានសេចក្តីសុខពីពាក្យសម្ដីនិងសកម្មភាពរបស់គេជំនឿរបស់អ្នកពុំទាន់ត្រឹមត្រូវទេលុះត្រាតែគេស្រឡាញ់អ្នកអ៊ីស្លាមដោយដែលគេស្រឡាញ់ខ្លួនរបស់គេដែរអ្នកមានជំនឿទាំងឡាយប្រៀបបាននឹងដងខ្លួនតែមួយប្រសិនបើផ្នែកណាមួយឈឺគឺដងខ្លួនទាំងមូលក៏ឈឺចាប់ដែរចូលពួកអ្នកចាត់ទុកខ្ញុំបម្រើទាំងអស់របស់អល់ឡោះជាបងប្អូននឹងគ្នាច្បាប់អ៊ីស្លាមមិនអនុញ្ញាតឲ្យអ្នកអ៊ីស្លាមបោះបង់អ្នកអ៊ីស្លាមដូចគ្នាដោយមិននិយាយស្ដីរកគ្នាលើសពីរយៈពេល3ថ្ងៃឡើយពុំមែនជាអ្នកមានជំនឿនឹងអល់ឡោះឡើយសម្រាប់អ្នកដែលបានហូបឆ្អែតតែញាតិជិតខាងរបស់គេកំពុងតែស្រេកឃ្លាននោះព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមគឺជាអ្នកដឹកនាំដ៏អស្ចារ្យប្រកបដោយស្មារតីខ្ពស់ទឹកចិត្តសប្បុរសនិងសិលធម៌ដ៏ល្អប្រពៃហេតុនេះហើយទើបបណ្ដាសហការីមានភក្ដីភាពយ៉ាងស្មោះស្ម័គ្រចំពោះលោកដោយរាល់ពាក្យសម្ដីដែលលោកមានប្រសាសន៍គឺត្រូវបានក្រុមសហការីរបស់លោកយកមកអនុវត្តគ្រប់គ្នាហើយពេលខ្លះពួកគេយកការណែនាំរបស់ព្យាការីមកប្រឡងប្រណាំងគ្នាក្នុងការអនុវត្តវាទៀតផងព្រោះតែការដឹកនាំដ៏មានថាមពលបែបនេះហើយទើបព្យាការីសល្លឡោះអាឡៃហ៊ីវសល្លាមអាចកសាងសង្គមថ្មីមួយនៅក្នុងទីក្រុងម៉ាឌីណាប្រកបដោយភាពរុងរឿងដែលបានកែប្រែគំនូសប្រវត្តិសាស្ត្ររបស់ក្រុមអារ៉ាប់ការចុះសន្ធិសញ្ញាជាមួយជនជាតិជ្វីវក្រោយពីការមកដល់ទីក្រុងម៉ាឌីណាព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមបានចាក់គ្រឹះសង្គមថ្មីដោយការបង្កើតជំនឿនយោបាយនិងរបបតែមួយរវាងសាសនាអ៊ីស្លាមទាំងឡាយហើយព្យាការីសល្លឡោះអាឡៃហ៊ីវសល្លាមក៏បានរៀបចំទំនាក់ទំនងជាមួយនឹងអ្នកដែលកាន់សាសនាដទៃទៀតដើម្បីធ្វើឲ្យមានសន្តិភាពស្ថិរភាពនិងសុភមង្គលពេញលេញជូនដល់មនុស្សលោកទូទៅក្រុមដែលកាន់សាសនាដទៃដែលរស់នៅជិតទីក្រុងម៉ាឌីណាបំផុតនោះគឺជាជនជាតិជ្វីវហើយបើទោះបីជាពួកគេចងគំនុំជាមួយសាសនាអ៊ីស្លាមក៏ដោយក៏នៅគ្រាដំបូងពួកគេមិនបានបង្ហាញការប្រឆាំងជាមួយនឹងសាសនាអ៊ីស្លាមដោយបើកចំហឡើយហើយព្យាការីក៏បានចុះកិច្ចព្រមព្រៀងជាមួយជនជាតិជ្វីវដោយលោកផ្ដល់សិទ្ធិសេរីភាពក្នុងការកាន់សាសនានិងគ្រប់គ្រងទ្រព្យសម្បត្តិដល់ពួកគេដោយមិនប្រកាន់យកគោលការណ៍បណ្តេញចេញឬរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេឡើយហើយតទៅនេះគឺជាមេត្រាមួយចំនួននៃកិច្ចព្រមព្រៀងនោះ1ពិតណាស់ជនជាតិជ្វីវនៃអំបូរអាហ្វគឺជាសហគមន៍តែមួយរួមជាមួយនឹងសាសនាអ៊ីស្លាមពួកជ្វីវប្រកាន់សាសនារបស់ពួកគេហើយចំពោះសាសនាអ៊ីស្លាមគឺប្រកាន់សាសនារបស់ខ្លួនឯងតែក្រុមទាំងពីរគឺជាសម្ព័ន្ធមិត្តនឹងគ្នាហើយចំពោះពួកជ្វីវក្រៅពីអំបូរអាហ្វក៏ដូចគ្នាផងដែរ2ការចំណាយរបស់ពួកជ្វីវគឺជាបន្ទុករបស់ខ្លួនរីឯការចំណាយរបស់សាសនាអ៊ីស្លាមគឺជាបន្ទុករបស់ខ្លួន3ត្រូវជួយគ្នាប្រយុទ្ធប្រឆាំងចំពោះអ្នកដែលធ្វើសង្គ្រាមជាមួយនឹងក្រុមដែលបានចុះកិច្ចព្រមព្រៀងនេះ4ត្រូវចេះដាស់តឿនទូន្មានព្រាមប្រដៅចំពោះគ្នាទៅវិញទៅមកនិងជំរុញគ្នាក្នុងការសាងអំពើល្អនិងឈប់ពីអំពើអាក្រក់5ជនរងគ្រោះត្រូវតែទទួលបានជំនួយ6បំរាមប៉ះពាល់ក្រុមនៅក្នុងទីក្រុងម៉ាឌីណាដែលបានចុះសន្ធិសញ្ញានេះ7ជនណាបានបង្កចំនួនឬបង្កើតបញ្ហាក្នុងចំណោមអ្នកដែលបានចុះកិច្ចព្រមព្រៀងនេះគឺត្រូវនាំរឿងនោះទៅរកគម្ពីរកូរ៉ាននិងអ្នកនាំសាររបស់អល់ឡោះដើម្បីដោះស្រាយ8គ្មានអ្នកណាមួយអាចទទួលជំនួយឬជួយដល់ពួកកូរ៉ាសបានឡើយ9ចំពោះអ្នកដែលបានចុះកិច្ចព្រមព្រៀងនេះត្រូវតែជួយប្រយុទ្ធទប់ទល់នឹងខ្មាំងដែលមកឈ្លានពានទីក្រុងម៉ាឌីណា10កិច្ចព្រមព្រៀងនេះនឹងមិនប៉ះពាល់ដល់អ្នកណាឡើយលុះត្រាតែគេជាអ្នករំលោភបំពាននិងជាអ ுக ្រិតជនប៉ុណ្ណោះតាមរយៈសន្ធិសញ្ញានេះទីក្រុងម៉ាឌីណានិងតំបន់ជុំវិញក្រុងនេះបានក្លាយទៅជារដ្ឋមួយប្រកបដោយការស្រស់ស្រួលគ្នារដ្ឋធានីរបស់ទីក្រុងនេះគឺជាម៉ាឌីណា
ហើយអ្នកដឹកនាំកម្ពុជានៅទីក្រុងនេះគឺជាព្យាក្រៃមូហាម៉ាត់សុលឡោះអាឡៃសាឡាំហើយដើម្បីរក្សាបានសន្តិភាពនិងសុវត្ថិភាពកាន់តែយូរអង្វែងព្យាក្រៃបានចុះកិច្ចព្រមព្រៀងជាមួយនឹងបណ្ដាកុលសម្ព័ន្ធផ្សេងៗបន្ថែមទៀតទៅតាមកាលៈទេសៈដែលអាចធ្វើទៅបាន